ស្បងប្អូនអ្នកទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរយើងនឹងមកមើលមេរៀនមួយតើតើទី12ដែលភាគច្រើនបងប្អូនយើងទី12ប្រកាសជារៀនដល់ហើយណាគឺតើតើជាមួយនឹងភាពជាប់នៃអនុគមតោះអញ្ចឹងយើងមកមើលលំហាត់ភាពជាប់នៃអនុគមនេះមួយគឺគេឲ្យយើងរកតម្លៃនៃ a ដើម្បីឲ្យអនុគម f(x) យើងជាប់ត្រង់ x ស្មើ0ឥឡូវមុននឹងយើងទៅដោះស្រាយលំហាត់ហ្នឹងរកតម្លៃ a ឲ្យវាជាប់ហ្នឹងយើងត្រូវដឹងលក្ខណៈសិនថាតើលក្ខណៈភាពជាប់ហ្នឹងយ៉ាងម៉េចអូខេអញ្ចឹងលោកគ្រូមានកលឹះដោះស្រាយមួយចំនួនដាក់រំលឹកឲ្យសិនអញ្ចឹង f(x) ជាប់ត្រង់ x ស្មើ a ករណី x limit x ខិតជិត a នៃ f(x) ស្មើ f នៃ a ករណីគេប្រើអាហ្នឹងគឺករណីដែលប្រធានគេឲ្យមកបែបនេះគឺមាន x ស្មើហើយនឹង x ផ្ទុយអាហ្នឹងយើងប្រើករណីហ្នឹងទៅបន្ទាប់ទៀតចាំយើងនិយាយករណីមួយទៀតហើយនឹងមានរូបមន្តគោលមួយចំនួនដែលយើងនឹងប្រើក្នុងការដោះស្រាយលំហាត់ហ្នឹងគឺទី1 1 ដកកុស ax ស្មើ2 sin ការ៉េ ax លើ2 1 ដកកុស 2ax នេះអញ្ចឹងរូបមន្តដូចឲ្យលើដែរទេមិនគ្រាន់តែកន្លែងនេះ ax អានេះ 2ax អញ្ចឹងយើងត្រូវយកនេះយកវាចែក2អញ្ចឹង 2ax យើងចែកនឹង2ទៅយើងនៅសល់ ax អូខេហើយនឹងរូបមន្តតាក់ទងជាមួយនឹង limit ត្រីកោណមាត្រមួយចំនួនដែលយើងតែងតែឃើញនៅក្នុងមេរៀន limit គឺ limit x ខិតជិត0 sin ax លើ ax បើសិនជានេះ ax អាក្រោមនេះយើងក៏ត្រូវធៀប ax ដែរអនុសល់1បើសិនជានេះ sin ការ៉េ ax អាក្រោមនេះគឺត្រូវ ax លើជាការ៉េដែលស្មើ1ដែរអូខេតោះឥឡូវយើងបន្តមកដំណោះស្រាយទាំងអស់គ្នាគឺរកតម្លៃនេះអញ្ចឹងដើម្បីឲ្យវាជាប់យើងមើលលក្ខណៈភាពជាប់យើងត្រូវមានតម្លៃ fa ហើយនឹងមានតម្លៃ limit x ខិតជិត a អូខេឥឡូវយើងមើលគេមានប្រធាន f ឲ្យយើងមានហើយឥឡូវយើងរក f នៃ a សិនអញ្ចឹងត្រង់ចំណុចនេះគឺជាប់ត្រង់0ដែរអញ្ចឹងយើងត្រូវរក f នៃ0 f នៃ0អញ្ចឹងយើងត្រូវយកពេលដែលកន្លែងស្មើ0យើងទៅមើលតម្លៃវាថាវាស្មើប្រមាណអញ្ចឹងពេល x ស្មើ0តម្លៃ f(x) ហ្នឹងគឺស្មើ9អញ្ចឹងន័យថា f នៃ0ស្មើ9ហ្នឹងគឺជាចំនួនកំហើយពេលដែលកន្លែងដែល x ផ្ទុយពី0តម្លៃកន្លែងហ្នឹងគឺយើងត្រូវគិតlimit វាចាំណា x ផ្ទុយយើងត្រូវគិតlimitអញ្ចឹងកន្លែង limit x ខិតជិត0នៃ f(x) ហើយយើងយក f(x) យើងគឺអាខាងលើ2ដក2កុស 2ax នៅលើ x ក្រេអញ្ចឹងយើងចាប់2ចេញមកដើម្បីចាប់2ចេញទៅវានៅសល់1ដកកុសនេះចាប់2ចេញសល់1ដកកុស 2ax នៅលើ xអូខេព្រោះវាមាន2គ្នាចាប់2ជាកតាមកឥឡូវយើងសង្កេតពេលដែលយើងចាប់2ចេញជាកតាហើយយើងមិននៅសល់រូបមន្តវា1ដកកុស 2ax តើអញ្ចឹង1ដកកុស 2ax នេះយើងមានរូបមន្តយកវាមកដាក់មកអញ្ចឹងយើងស្មើ limit x ខិតជិត0អានេះមេគុណ2នៅដដែលហើយអាប្រព័ន្ធនេះគឺវាស្មើ2 sin ការ៉េ ax នេះអញ្ចឹងដាក់រូបមន្តនឹងចូលមកគុណ2នៅលើភាពបាយវាគឺ x អូខេអញ្ចឹងយើងបានមេគុណ2គុណ2យើងបាន4អញ្ចឹងមេគុណយើងអាចយកវាទៅដាក់មុខ limit ទៅហើយក៏បានទុកកន្លែងតារាយក៏បានដែរតែលោកគ្រូសូមដាក់នៅមុខទៅកុំឲ្យពិបាកចឹងសល់ sin ការ៉េ ax នៅលើ x ចឹងបងប្អូនគិតមើលនេះថាតើពេលចូលដល់កន្លែងហ្នឹងតើយើងវាមានចូលរូបមន្តយើងហ្នឹងអញ្ចឹងយើងសង្កេតមើលរូបមន្តដែលគ្រូរំលឹកមិញបើសិនជាអានេះ ax អាក្រឹងត្រូវ ax ដែរណាបើសិនជាអានេះ ax ប៉ុន្តែ sin ការ៉េចាក្រឹងនេះក៏ត្រូវ ax ដែរប៉ុន្តែលើកជាការ៉េអញ្ចឹងដូចគ្នាកន្លែងនេះវាមាន ax អញ្ចឹងយើងត្រូវដាក់ sin អញ្ចឹងលោកគ្រូធៀបដាក់ ax ចឹងបើយើងដាក់អាក្រមឥឡូវយើងត្រូវគុណបន្ថែមឲ្យគេដែរហើយយើងចែកនឹង x ក្រេវិញមកនេះយើងគិតមើលនេះពេលដែលយើងសម្រួលអា2នេះចេញទៅអស់យើងនៅសល់តែនេះនេះត្រែទេហេណាចឹងតមកទៀត អ
dương ảnh này mà mùi á chẳng dân sao tận này hay dân sao a được chia cái nhưng mà a cái này ấy được chia cái mà cái lớn chứ dương rồi này tranh ba này cái rồi cái á chẳng dương nó sao a cái chẳng lấy mm chẳng nó sao 4 a cái chẳng là lớn dương miền f số hay dương miền limit cái chật số này chẳng dương sẽ bị chai cái tính mất này đàm bay rồi f(x) cho tăng x mà số cả này phở lạc nè phim cho đây là khủng lực một nâng mắt này cana limit x thật chất số này f(x) mà f này số ở đó limit x thật chất số những cứ miền ấy cứ 4a kare nè dương bán 4a kare đọc pf này số của dương cạnh này hai khơi hái cứ mà nâng 5 4 chẳng dương thưa một thang khơi này cả đó sai mấy ca mất à lợi dương bỏ 4 là nickel dương bỏ tới tôi chỉ chạy cái này 4 lớn đọc pa kare bỏ tới tôi chỉ được kare phân tái miền bố chẳng dương bị tranh mà thòm đa tất anh ấy bàn 7 4 tranh bán chẳng dương khơi từ lại a chứ dương đã được đi mất đồng lại a những thứ smile pì đã bột đỏ ruộng cả bán nhạc mình nuôi các bạn này bột đó chẳng ở video ngày năng đá cứ dương chọc thằng nắng chân chăm đông chăm tôi video vật to cho mình kia bye.